អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបទីតាំងម៉ាស្សា3កន្លែងឃាត់ខ្លួនជនសង្ស័យប្រុសស្រី5នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីបទបន្លំប្រាក់ក្លែងក្លាយបទឆបោកបទលួចនិងបទសំគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោសកាលពីថ្ងៃទី25ខែមករាឆ្នាំ2026អាវុធហត្ថរាជធានីភ្នំពេញបានទទួលបណ្ដឹងពីជនរងគ្រោះជាជនជាតិបរទេសម្នាក់តាមរយៈលេខទូរស័ព្ទបន្ទាន់1291ដោយអះអាងថាខ្លួនបានចូលទៅហាងម៉ាស្សាមួយកន្លែងយីហោម៉ាស្សាបែបបុរាណស្ថិតនៅតាមបណ្ដោយផ្លូវសុធារសសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញបន្ទាប់ពីម៉ាស្សារួចខ្លួនក៏ត្រឡប់ទៅសន្តាគារវិញក៏បានដឹងថាខ្លួនត្រូវបានគេលួចដូរលុយដុល្លារពិតប្រាកដដាក់លុយដុល្លារคล้ายៗចំនួន$1,400ខ្លួនក៏បានពិភាក្សាជាមួយបុគ្គលិកសន្តាគារហើយបុគ្គលិកសន្តាគារក៏បានណែនាំខ្លួនឲ្យទូរស័ព្ទប្តឹងទៅសមត្ថកិច្ចតែម្ដងបន្ទាប់ពីទទួលបានបណ្ដឹងរហូតមកដល់ម៉ោង23:30នាទីថ្ងៃទី26ខែមករាឆ្នាំ2026ដោយមានការសម្របសម្រួលពីលោកស៊ីនរក្សាព្រះរាជអាជ្ញារងនៃអាយកាអមសាលាដំបងរាជធានីភ្នំពេញកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនបានឆ្មក់ចូលបង្ក្រាបឆែកឆេរទីតាំងហាងម៉ាស្សាខាងលើរកឃើញបន្ទប់ម៉ាស្សាមានចំនួន2បន្ទប់និងរកឃើញមានច្រកទ្វារសម្ងាត់មួយទៀតដែលនៅក្បែរបន្ទប់ម៉ាស្សាច្រកទ្វារសម្ងាត់នោះអាចចូលចំហៀងខាងស្ដាំទៅពីក្រោយបន្ទប់ម៉ាស្សាហើយនៅតាមបន្ទប់ម៉ាស្សាទាំងពីរគឺមានទូដាក់ខោអាវរបស់ភ្ញៀវតែនេះគឺជាការក្លែងបន្លំភ្នែកភ្ញៀវប៉ុណ្ណោះព្រោះនៅខាងក្រោយទូគឺមានទ្វារសម្ងាត់មួយទៀតដែលអាចបើកសម្រាប់លួចដូរលុយរបស់ភ្ញៀវបានក្រោយមកជំនាញបានឃាត់ខ្លួនមនុស្សសរុបចំនួន7នាក់ព្រមទាំងដកហូតប្រាក់ដុល្លារคล้ายៗមួយចំនួននាំយកមកអង្គភាពអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីបន្ទាប់ពីធ្វើការស្រាវជ្រាវកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញបានបន្តធ្វើការចុះឆែកឆេរនៅទីតាំងទី2ដាក់ស្លាកយីហោម៉ាស្សាស្ថិតនៅផ្ទះលេខ181ផ្លូវលេខ63ភូមិ2សង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញដែលមានថៅកែឈ្មោះស្រស់រួចចាប់ខ្លួនជនសង្ស័យជាអ្នកមើលការខុសត្រូវចំនួន1នាក់ឈ្មោះតុងយុទ្ធភេទប្រុសអាយុ50ឆ្នាំនិងរកឃើញបន្ទប់ម៉ាស្សានិងច្រកសម្ងាត់សម្រាប់ចូលបើកទូលួចដូរលុយភ្ញៀវព្រមទាំងរកឃើញលុយដុល្លារคล้ายៗជាច្រើនសន្លឹកបន្ទាប់មកទៀតជំនាញបានបន្តឆែកឆេរនៅទីតាំងទី3ដាក់ស្លាកយីហោម៉ាស្សាស្ថិតនៅផ្ទះលេខ11ផ្លូវលេខ278ភូមិ5សង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញរកឃើញបន្ទប់ម៉ាស្សានិងច្រកសម្ងាត់ព្រមទាំងលុយដុល្លារคล้ายៗជាច្រើននាំយកមកដើម្បីចាត់ការបន្តតាមនីតិវិធីបន្ទាប់ពីធ្វើការស្រាវជ្រាវរួចមកកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញបានរកឃើញជនសង្ស័យជាប់ពាក់ព័ន្ធក្នុងអំពើល្មើសខាងលើមានចំនួន5នាក់រួមមាន1ឈ្មោះផេងសុកឡៃភេទស្រីអាយុ44ឆ្នាំ2ឈ្មោះអឿនសំអនភេទប្រុសអាយុ47ឆ្នាំ3ឈ្មោះតុងយុទ្ធភេទប្រុសអាយុ50ឆ្នាំ4ឈ្មោះត្រីសីមាភេទស្រីអាយុ23ឆ្នាំ5ឈ្មោះតុយម៉ែងហួងភេទស្រីអាយុ19ឆ្នាំចំណែកឯអ្នកមិនពាក់ព័ន្ធចំនួន3នាក់ទៀតអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅឋានវិញក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យទាំង5នាក់ខាងលើបានសារភាពឲ្យដឹងដូចគ្នាថាពួកខ្លួនពិតជាបានប្រព្រឹត្តដោយការរៀបរាប់ខាងលើពិតប្រាកដមែនជនសង្ស័យទាំង5នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់